រៀបសួរនាងខ្ញុំសមាននេះគឺជាអ្នកសម្របសម្រួលក្នុងកិច្ចពិភាក្សាក្នុងថ្ងៃនេះនឹងលើកយកកិច្ចពិភាក្សាទៅលើតើធ្វើយ៉ាងណាជំរុញការអនុវត្តវិរិយកម្មល្អការអនុវត្តកលការវិរិយកម្មល្អនៅគ្រប់ដំណាក់កាលអាចនាំមកនូវការអភិវឌ្ឍជនបទបង្កើនអត្ថប្រយោជន៍ដល់សហគមន៍និងកាត់បន្ថយភាពក្រីក្រខណៈពេលនេះដែរសូមចូលដល់កិច្ចពិភាក្សាសំណួរចម្លើយជាមួយនឹងវាគ្មិនទាំងអស់គ្នានាងខ្ញុំសូមចូលដល់សំណួរទី1តើអ្វីខ្លះដែលជាគុណសម្បត្តិនៃការអនុវត្តវិរិយកម្មល្អចំពោះបទពិសោធន៍ដែលខ្ញុំបានអនុវត្ត12ឆ្នាំក្នុងការធ្វើវិរិយកម្មនៅកម្ពុជានេះខ្ញុំអាចរកឃើញថាគុណសម្បត្តិនៃការអនុវត្តវិរិយកម្មល្អមាន4ចំណុចសំខាន់ចំណុចទី1គឺការកាត់បន្ថយថ្លៃដើមផលិតតែម្ដងហើយការអនុវត្តនេះបានធ្វើឲ្យតម្លៃយើងអាចប្រកួតប្រជែងជាក់ស្ដែងនៅលើទីផ្សារទី2គុណសម្បត្តិគឺគុណភាពនិងសុវត្ថិភាពត្រីសាច់របស់វិរិយករកម្ពុជាដែលអាចផ្គត់ផ្គង់ទៅលើទីផ្សារសម្រាប់សុខុមាលភាពប្រជាពលរដ្ឋចំណុចទី3គឺនិរន្តរភាពក្នុងការផ្គត់ផ្គង់ស្បៀងអាហារទៅដល់ទីផ្សារជាក់ស្ដែងចំណុចទី4គឺរក្សាបាននៅសុខភាពហិរញ្ញវត្ថុជាក់ស្ដែងរបស់វិរិយករកម្ពុជាម្នាក់ផ្ទាល់តែម្ដងខ្ញុំសូមសង្ខេបរួមមកវិញគឺនៅក្នុងចំណុចទី1ហេតុអ្វីដែលខ្ញុំអាចថាការអនុវត្តវិរិយកម្មល្អអាចកាត់បន្ថយថ្លៃដើមផលិតនោះដោយសារកត្តាសំខាន់គឺគុណភាពទឹកគុណភាពស្រះដែលអាចឲ្យត្រីយើងមានសុខភាពល្អមានអុកស៊ីហ្សែនគ្រប់គ្រាន់ហើយការអនុវត្តវិរិយកម្មល្អគឺផ្ដោតទៅលើជំរើសពូជទៅទៀតហើយពូជគឺជាកត្តាសំខាន់ក្នុងការផ្លាស់ប្ដូរពីអ្នកផ្សំអ្នកចិញ្ចឹមដោយការផ្ទេរនៃត្រីពូជនីមួយៗគឺអនុវត្តវិរិយកម្មល្អទៅគឺមិនមានការចម្លងជំងឺការប្រើប្រាស់ចំណីសម្រេចជាកត្តាសំខាន់បំផុតដោយសារពេលបច្ចុប្បន្ននេះគឺចំណីសម្រេចគឺមានគុណភាពល្អតម្លៃប្រកួតប្រជែងហើយអាចកាត់បន្ថយថ្លៃដើមពិតប្រាកដកត្តាសំខាន់នៅក្នុងការកាត់បន្ថយថ្លៃដើមគឺការគ្រប់គ្រងហានិភ័យនៃជំងឺជាទូទៅការអនុវត្តវិរិយកម្មល្អគឺចង់ផ្ដោតទៅលើសុខភាពត្រីការលូតលាស់របស់ត្រីដោយមិនមានជួបហានិភ័យនៃជំងឺដូច្នេះទិន្នផលនៃត្រីនីមួយៗតាមស្រះនីមួយៗគឺមានទិន្នផលខ្ពស់ធៀបទៅនឹងថ្លៃដើមផលិតមានន័យថាគាត់អាចកាត់បន្ថយថ្លៃដើមផលិតជាក់ស្ដែងគុណសម្បត្តិទី2ដែលខ្ញុំផ្ដោតគឺទៅលើគុណភាពនិងសុវត្ថិភាពសាច់ត្រីដោយសារបរិស័ទក៏ដូចជាមនុស្សដែរប្រសិនបើបរិស្ថានដែលគាត់រស់នៅស្អាតមានន័យថាសុខភាពត្រីក៏ល្អប្រសើរដែរអញ្ចឹងសាច់ត្រីដែលយើងអាចផលិតបាននោះគឺมันមានផ្ទុកនៃសារធាតុគីមីហាមឃាត់ទេដោយសារនៅក្នុងមួយរដូវចិញ្ចឹមគឺมันមានជំងឺដូច្នេះការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិកថ្នាំអង់ទីប៉ារ៉ាសាយឬក៏មានសារធាតុលោហៈធ្ងន់ជាដើមគឺมันមាននៅក្នុងសាច់ត្រីដាក់ឡើយដោយសារការអនុវត្តវិរិយកម្មល្អបានផ្ដោតសំខាន់ទៅលើសុខុមាលភាពរបស់ត្រីដោយមិនមានជំងឺតែម្ដងគុណភាពនិងសុវត្ថិភាពនោះដែរក៏អាចផ្ដល់នៅសារធាតុចិញ្ចឹមរឹតតែល្អទៀតសម្រាប់ទ្រទ្រង់ដល់សម្រាប់អ្នកបរិភោគដោយសារសាច់ត្រីដែលយើងអនុវត្តតាមវិរិយកម្មល្អមានន័យថាមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ហើយមិនមានលើសនៃជាតិខ្លាញ់ដែលគេ cholesterol ដែលប៉ះពាល់ទៅដល់អ្នកបរិភោគឡើយគុណសម្បត្តិទី3គឺនិរន្តរភាពក្នុងការផ្គត់ផ្គង់ស្បៀងអាហារទៅក្នុងទីផ្សារមានន័យថាបើសិនបើយើងអនុវត្តវិរិយកម្មល្អមានន័យថាទិន្នផលត្រីតាមស្រះនីមួយៗគឺយើងអាចធ្វើផែនការអាជីវកម្មផែនការផ្គត់ផ្គង់ដោយមិនមានការរំខាននៃការបាត់បង់ក្នុងការចិញ្ចឹមឡើយដោយសារការអនុវត្តវិរិយកម្មល្អគឺកាត់ផ្ដាច់ទាំងស្រុងពីហានិភ័យនៃជំងឺត្រីដូច្នេះការអាចរៀបចំផែនការនៃការផ្គត់ផ្គង់នេះគឺបានទៀងទាត់ជាប់លាប់ជូនទៅដល់ទីផ្សារចំណុចទី4គឺការអាចរក្សានៅសុខភាពហិរញ្ញវត្ថុសម្រាប់អ្នកផលិតផ្ទាល់តែម្ដងការអនុវត្តវិរិយកម្មល្អនេះមានន័យថាកសិករគឺគាត់គ្មានហានិភ័យនៃការបាត់បង់នៃត្រីរបស់គាត់មិនបាត់បង់នៃដើមទុនហើយគាត់អាចរកផលចំណេញនេះពិតប្រាកដតាមរយៈការកាត់បន្ថយនៃថ្លៃដើមផលិតហើយអាចស្វែងរកនៃប្រាក់ចំណេញ